បាទជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះជ័យលះហេងមកពីក្រុម IV7 ហើយថ្ងៃនេះគឺខ្ញុំធ្វើការ record ទាក់ទងទៅនឹង topic ហើយ install FTP server ទៅលើ EC2 អញ្ចឹងដើម្បី install បានដំបូងគឺយើងត្រូវមាន instance មួយអញ្ចឹងដោយសារតែមានហើយបានបង្កើតហើយគ្រាន់តែនេះខ្ញុំច្រឡំចេញអូខេចាំតិចខ្ញុំ log in វិញសិនចានេះខ្ញុំបានបង្កើតនៅ EC2 instance មួយហើយតែខ្ញុំបានបិទអញ្ចឹងវាគ្រាន់តែ start វាមកតែនេះដូចជាបិទបន្ត start ចាំតិចនេះ start instance មកហើយអញ្ចឹងពេលដែលវា start ហើយយើងលុយ frame មួយដើម្បី running ដើម្បីទៅ connect យើងបានអញ្ចឹងវា running ហើយចឹងចំណុចបន្ទាប់ដែលយើងត្រូវធ្វើទី1គឺយើងមកមើល X អូខេហើយទី2គឺតកតងទៅនឹង security group ចឹងយើងមកមើល security group នៅក្នុងនេះជាមកមើល requirement វិញទី1គឺយើងត្រូវ create security group ដើម្បី allow port 21និង22ចឹងយើងមកមើលមកឥឡូវនេះគឺយើងមាន port 22ចឹងយើងត្រូវបង្កើតមួយទៀតដើម្បី allow port 21គឺចឹងគឺយើងមក inbound rule មកដែលកន្លែងនេះយើងយកដូចជាចំតិចហើយយើងមិនច្រឡំអានេះយើងមានស្រាប់ហើយនេះវា default ចឹងយើងអត់បែរទៅយើង add rule ថ្មីមកចឹងហើយនេះគឺគេថានេះយើងយក custom យ៉ាងហើយដោយសារឥឡូវយើងអត់បានដោយសារតែយើងធ្វើការ connect SSH ចឹងអត់បានទេនេះយើងដាក់ custom ទៅដាក់ port 21កន្លែងនេះគឺយើងយក anywhere IP4 គេចានេះវា slash 00អញ្ចឹងត្រូវហើយ description យើងដាក់ for learning អូខេវាអញ្ចឹងខ្ញុំសុំឲ្យ add rule មួយទៀតថែមខ្ញុំយក custom ដូចគ្នាតែលើកនេះខ្ញុំយក port 50000ទៅ51000ហើយនេះខ្ញុំយក IP4 ដូចគ្នាខ្ញុំដាក់ for learning ដូចគ្នាហើយចឹង save មកអូខេអញ្ចឹងវាបង្កើតបានហើយអញ្ចឹងខ្ញុំសូមសម្រាប់ឡើងលើនេះគឺដើម្បី connect SSH ដែលវា default ទេហើយ allow port 21នេះគឺយើង allow ដើម្បីឲ្យយើង connect FTP បានហើយនឹង port 50000ទៅ51000នេះគឺដើម្បី data transfer ក្នុង FTP អញ្ចឹងបន្ទាប់ពីយើង customize បានរួចហើយយើងមើល connect យើងវិញនេះថតនេះអញ្ចឹងយើងមើល ASA client អញ្ចឹងយើងបើក Git bash យើងមកចឹងហើយនេះគឺយើងទី1គឺថាការមាន download អានេះសិនដោយសារតែខ្ញុំបាន download វាហើយនេះហើយយើងបង្កើត key pair អញ្ចឹងដោយសារតែខ្ញុំមានហើយអញ្ចឹងគឺខ្ញុំដាក់ឈ្មោះ jleheng-ctech aws.pm ហ្នឹងអញ្ចឹង key pair ខ្ញុំមានហើយនៅក្នុង download ខ្ញុំបានធ្វើការ download វាទៀតទេអញ្ចឹងហើយខ្ញុំត្រូវធ្វើគឺខ្ញុំគ្រាន់តែ cd ចូលទៅក្នុង download តោះមកគឺខ្ញុំ run command នេះយកតែម្ដងអូខេអញ្ចឹងយើង connect SSH អូខេចឹងឡើយនេះវាសួរយើងឆ្លើយយើងមកចឹងឡើយនេះវាអត់យូរទេវាលឿនអូវ៉េខ្ញុំនិយាយហើយsystem launch គេអញ្ចឹងចំណុចបន្ទាប់គឺបន្ទាប់ពីយើង connect SSH បានហើយយើង control L មួយមកហើយយើងធ្វើការ update វា sudo apt update ចឹងគឺវាដាក់ all package up to date ដោយសារតែមិញខ្ញុំបានឲ្យ update វានិង upgrade វាម្ដងហើយអញ្ចឹងគឺខ្ញុំអត់មានអី update ទេអញ្ចឹងបើសិនជាអ្នកដែល free អត់ទាន់ update
ពេលដែលយើង run command នេះវានឹងប្រាប់ថាមាន package ចំនួនប្រមាណដែលត្រូវ update អញ្ចឹងយើងប្រើ command sudo apt upgrade អូខេអញ្ចឹងយើង run command នេះមកវានឹងទៅ upgrade នៅ package ដែលយើងអត់ទាន់បាន update ទេប៉ុន្តែដោយសារតែខ្ញុំបាន update អស់ហើយអញ្ចឹងគឺ package up to date អញ្ចឹងខ្ញុំអត់ធ្វើការ run command នឹងទៀតទេគេអញ្ចឹងបន្ទាប់ពីយើង update ហើយគឺយើងធ្វើការ install អញ្ចឹងគឺយើងធ្វើការ sudo apt install vsf ថែមមកអូខេអញ្ចឹងយើងដូរវាយហើយកុំឲ្យវាសួរ yes no អីទៀតអញ្ចឹងវាទៅ install អញ្ចឹងខ្ញុំបាន install ហើយអញ្ចឹងជាបន្ទាប់គឺយើងធ្វើការ configuration file អញ្ចឹងពេលដែលយើង install គឺវានៅក្នុងslide etc អញ្ចឹងយើងធ្វើការ cd ចូលទៅកាន់ slide etc មកតមកខ្ញុំធ្វើការ list វា s h ហើយនឹង grab វាមើលមក grab នៅ vsf .config គឺអញ្ចឹងគឺយើងទទួលបានហើយគឺយើងបាន download បានហើយអញ្ចឹងបន្ទាប់ពីយើងបញ្ជាក់ថាវាបាន download ហើយយើងធ្វើការ backup កន្លែងនេះយើងធ្វើការ backup file អូខេអញ្ចឹងយើងធ្វើការ backup មក sudo copy file vsf pd ដាក់ឈ្មោះថា vsf pd ទៅដែរ .backup អូខេអញ្ចឹងយើងធ្វើការ grab មើលម្ដងទៀតលើនេះយើងបាន2គឺ config ធម្មតាមួយនិង file ដែលយើងបាន backup មួយអញ្ចឹងបន្ទាប់គឺយើងមកធ្វើការ nano file មួយហ្នឹងហើយយើងចូលទៅ enable នៅអីមួយចំនួនដែលយើងអាចឲ្យ user អាចគាត់វាថា read write លើនឹងបានហើយអញ្ចឹងខ្ញុំធ្វើការ nano ចូលទៅ vs fpd.config អញ្ចឹងយើងមកមើលនេះមកទីមួយយើងធ្វើការ local enable ខ្ញុំទាញយកមកស្រួលមើលនេះទីពេទ្យជួយចាំមកចឹងទី1គឺយើងធ្វើការ local enable អញ្ចឹងយើងមក local enable នេះវា local enable ហើយអញ្ចឹងទី2គឺ write enable ស្មើយ៉ាងនេះគ្នាអញ្ចឹងយើងមកមើល write enable ណាយើង arrow key មកwrite enable នេះ write enable អញ្ចឹងយើងដកយើងអាន command វាចេញគេ write enable តបមកយើងមក uncomment chroot local user ទៀត local user អញ្ចឹងយើងមកមើលណា chroot local user chrootហើយជានៅផងទៀតនេះ chroot local user អញ្ចឹងយើងមក uncomment នេះគ្នាអូខេអញ្ចឹងមកមើលបន្តទៀតតោះមកយើង add command line នេះ allow variable root ដែរអញ្ចឹងយើងធ្វើការ save command ហ្នឹងមកអញ្ចឹងយើងមកទៅ save នៅខាងក្រោមនេះ
trong nhómធ្វើការផាសវាចូលមក hello variable c ស្មើយ៉ាងនេះគ្នាគេចឹងដូចជាមានតែប៉ុណ្្នឹងទេតែតនឹង step 5ចឹងយើងធ្វើការ control x មកហើយយើង y អូច្រឡំ y c cancel សិន control x enter អញ្ចឹងឡើយនេះគឺយើងធ្វើការ add នៅ command step ទី5មកហើយអូទី5មកនេះយើងមាន3 command យើងមាន pasv enable មាន port អីណាអញ្ចឹងយើងទៅ set ឡើងចូលអញ្ចឹងខ្ញុំទៅ copy មកហើយនេះគឺយើងធ្វើការផាសវានៅខាងក្រោម game off ហើយមកអូខេចឹងយើងធ្វើការ control x y permission នេះណាអញ្ចឹងថ្ងៃនេះវា error permission ចឹងយើងធ្វើការ control x cancel មក design comment យកប្រើនេះគឺយើង click sudo បាទ sudo ពីមុខមកចឹងចូលមក add comment សារថ្មីទៀតដែរថ្ងៃនេះគឺ variable ចាស់មួយយើង cx root ទី2ហើយតមកយើងបន្ថែម comment មួយចាំ comment variable ហើយតមកយើង scroll មកក្រោមអស់យើងថែម3 comment ទៀតគឺអញ្ចឹងយើងផាសទៀតមក x y អូខេអញ្ចឹងយើង save បានហើយបាទអញ្ចឹងយើងមកមើលចំណុចបន្ទាប់គឺយើង restart service យើងប្រើ command នេះអូខេអញ្ចឹងយើងប្រើ command sudo system ctl restart vs fpd នេះដូចជាអត់មាន dot switch ទេអូខេមានទេអញ្ចឹងខ្ញុំលុប switch មកយើងឆែក status គឺ sudo system ខុសទៀត system ctl ហើយ status vs e អូខេអញ្ចឹងយើងឃើញវា active running ហើយមកអញ្ចឹងបន្ទាប់ពីវា running ហើយគឺយើងមកធ្វើការ test វាដោយការបើកទៅលើ Mozilla មក typing នេះអញ្ចឹងបាច់ install new version នេះខ្ញុំចូល Site Manager មកអានេះគឺរបស់ខ្ញុំផ្សេងទេអញ្ចឹងខ្ញុំយក new site ហើយដាក់ឈ្មោះថា FTP server ចុះហើយយើងដូរមកប្រើជា SSH ហើយថ្ងៃនេះយើងយកជា key file អញ្ចឹងយើងប្រូទៅ file.pem មកនេះដែលយើងបាន download ហ្នឹងហើយ port គឺដូចជា21ហើយវា default យើងបាច់ដាក់ទេអញ្ចឹង user របស់យើង Ubuntu យើងសាក HMI មើលវា Ubuntu user Ubuntu ហើយ host នេះគឺយើងមកមើលនៅក្នុង detail នេះយើង copy មកយើងផាសចូលអញ្ចឹងប៉ុណ្ណឹងគឺយើងអាច connect បានហើយ all address អូខេអញ្ចឹងមកហើយនេះយើងមានអីខ្លះនេះ
ចឹងខ្ញុំធ្វើការបង្កើត folder មួយទៀត directory ដាក់ឈ្មោះថា ftp client ចឹងខ្ញុំបង្កើត file មួយទៀតដាក់ឈ្មោះថា Jane Lee ឈ្មោះខ្ញុំ Jane Lee Hay fv7.txt ចឹងយើងមកឆែកក្នុងនេះវិញហើយយើងចូលក្នុង etc បាត់ហើយចឹងយើងត្រូវ cd មកក្រោយវិញ cd អស់មកអូខេចឹងពេលអស់ហើយយើងធ្វើការ ls ដកលេខមួយសិននេះ client ណាចឹងយើងឃើញហើយមាន client មួយហើយមាន jane.txt មួយចឹងខ្ញុំវីដេអូតាក់ទងទៅនឹង install ftp មានតែប៉ុណ្ណឹងអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានទស្សនានេះ